បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃលោកអនុទីនបានប្រកាសថាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃទាំង4ចំណុចនឹងមិនត្រូវបានភាគីថៃយកមកអនុវត្តទៀតនោះទេដោយចោទកម្ពុជាថាបានរំលោភលើកិច្ចព្រមព្រៀងទាំងអស់នេះលក្ខខណ្ឌទាំង4ចំណុចដែលលោកអនុទីនបានប្រកាសហែកចោលរួមមានការកែសម្រួលអាវុធធុនធ្ងន់ការដោះមីននៅតំបន់ដែលព្រមព្រៀងគ្នារួចកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងដែននិងការឆបោកតាមអនឡាញហើយបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបានប្រកាសឈប់គោរពកិច្ចព្រមព្រៀងសន្តិភាពក្រោយមកមេទ័ពធំរបស់ថៃបានប្រកាសប្រើសិទ្ធិការពារខ្លួនចុងក្រោយកម្ពុជាមានតែចាំមើលថាតើលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនឹងមានវិធីសាស្ត្របែបណានឹងទៅចរចាជាមួយនឹងភាគីថៃបើភាគីថៃនិយាយស្ដាប់គ្នាមិនបាននោះទេចុងក្រោយមានតែអត្តហេអត្តនោនាថាឲ្យពី